ជួយឧបត្ថម្ភមកតំបន់សាលាដាច់ស្រយាលបងអូនក្រុមគ្រួសារឲ្យមានសុភមង្គលឲ្យមានសុខភាពល្អនិងបម្រើដល់សង្គមជាតិខ្ញុំបាទជាសហការីនៃទូរទស្សន៍ធានប្រចាំខេត្តកោះកុងតំណាងដល់ខ្ពង់ពោះរបស់លោកអុកញ៉ាលំបុកនិងលោកជំទាវជូគៀកបានយកសម្ភារៈសិក្សាក៏ដូចជាថវិកាមួយចំនួនបាទមកប្រគល់ជូនបាទលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សានេសាទដែលស្ថិតនៅក្នុងឃុំជ្រោយស្វាយស្រុកស្រែអំបិលក៏ដូចជាសាលាប្រកម្មបាទដែលស្ថិតនៅក្នុងភូមិចកាក្រោមបាទឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងចំពោះសាលាបឋមសិក្សាប្រកម្មសិស្សមានចំនួន50នាក់ក្នុងម្នាក់ទទួលបានសភៅ2ក្បាលបិច2ដើមដីខ្មៅ2ដើមថវិកា 10000 រៀលចំណែកលោកគ្រូអ្នកគ្រូទទួលបានថវិកាម្នាក់ 100000 រៀលចំពោះសាលាបឋមសិក្សានេសាទបាទសិស្សមានចំនួន80នាក់ក្នុងម្នាក់ទទួលបានសភៅ2ក្បាលបិច2ដើមដីខ្មៅ2ដើមថវិកា 10000 រៀលចំណែកលោកគ្រូទទួលបានថវិកាក្នុងម្នាក់ 100000 រៀលគួររំលឹកដែលថាកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025លោកអុកញ៉ាលំបុកបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីបើកបវេសនការនៃក្នុងវិទ្យាល័យស្រែអំបិលបានឧបត្ថម្ភសភៅ500ក្បាលបិច250ដើមខ្មៅដៃ700ដើមនិងថវិកាចំនួន2លានរៀលជូនដល់សាលាដើម្បីធ្វើការប្រើប្រាស់ចំពោះលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅក្នុងសាលាបឋមទាំងពីរបាទសូមគោរពជូនពរលោកអុកញ៉ានិងលោកជំទាវនិងក្រុមគ្រួសារបាទមានសុខភាពល្អដើម្បីបម្រើដល់សង្គមជាតិលោកតែងតែគិតគូរចំពោះកូនសិស្សានុសិស្សបាទជាពិសេសនៅក្នុងវិស័យអប់រំបាទលោកតែងតែគិតគូរដល់កូនដែលរស់នៅក្នុងតំបន់ដាច់ស្រយាលឲ្យមានភាពប្រសើរក្នុងការទទួលយកចំណេះដឹងដែលជាទំពាំងខ្នងឫស្សីជាសសរទ្រូងនៃប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាទនិយាយអំពីសាលាបឋមសិក្សានេសាទដែលស្ថិតនៅក្នុងឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុងឃើញថាតំបន់នេះស្ថិតនៅក្នុងតំបន់មួយជនបទដាច់ស្រយាលលោកគ្រូអ្នកគ្រូក៏បានស្នើសុំចំពោះសប្បុរសជនអ្វីដែលជាចំបាច់នោះគឺទឹកនិងភ្លើងលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សានេសាទសំណូមពរបាទស្នើសុំការតភ្លើងចូលក៏ដូចជាស្តែនទឹកមួយសម្រាប់សិស្សានុសិស្សបាទសម្រាប់លាងដៃដើម្បីឲ្យមានអនាម័យ